សូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញពុកម៉ែបងប្អូនពីការប្រើប្រាស់ល្ហុងនៅក្នុងផ្ទះបាយរបស់នាងខ្ញុំហើយថ្ងៃនេះគឺនាងខ្ញុំមកបង្ហាញពុកម៉ែបងប្អូនពីការយកល្ហុងទៅធ្វើជាបុកល្ហុងហើយបុកល្ហុងថ្ងៃនេះគឺនាងខ្ញុំយកល្ហុងដែលជិតទុំហើយយើងអាចយកល្ហុងខ្ចីក៏បានដែរពុកម៉ែបងប្អូនដោយសារតែល្ហុងដែលជិតទុំអញ្ចឹងគឺវាមានរសជាតិផ្អែមជាងល្ហុងដែលនៅខ្ចីហើយនៅក្នុងនោះនាងខ្ញុំប្រើកាបិតសាបបែបនេះគឺសាច់ល្ហុងរបស់យើងនៅរឹងជាងល្ហុងដែលយើងចិតកាបិតមកប្រភេទទៀតដែលយើងចិតទៅសាច់វាទន់ពេលយើងបុកទៅវាទន់លឿនហើយការដែលយើងសាបបែបនេះគឺល្ហុងយើងពេលយើងយកមកបុកល្ហុងគឺរសជាតិឆ្ងាញ់ស្រួយហើយពុកម៉ែបងប្អូនហើយដូចជាអ្វីដែលពុកម៉ែបងប្អូនពេលដែលចិត្តបន្លាចិត្តអីហើយគឺខ្ញុំមកបង្ហាញពីគ្រឿងអញ្ចឹងនេះជាប្រភេទទឹកបុកល្ហុងដែលគេលាយស្រាប់ដែលទិញពីផ្សារមានតាំងពីស្ករត្នោតក្រូចឆ្មាប៉េងប៉ោះនេះឈ្មោះភាសាអង់គ្លេសគេហៅថា cherry tomato ហើយនឹងម្ទេសហើយម្ទេសនេះពុកម៉ែបងប្អូនខ្ញុំបុកមុនគេដោយសារតែម្ទេសពេលយើងបុករៀងជាចំណិតមកល្មមដូចជាអ្វីពុកម៉ែបងប្អូននេះបាយប៉ុណ្ណឹងគឺល្មមឲ្យពុកម៉ែបងប្អូនពេលយើងយកគ្រឿងផ្សេងមកបុកទៅលាយឡំទៀតវាជួយឲ្យរសជាតិម្ទេសដូចជាប៉េងប៉ោះនេះខ្ញុំគ្រាន់តែនិយាយថាយកគ្រឿងយកមករៀងឈុំពេលលឿនតិចបាយតិចពុកម៉ែបងប្អូនគ្រាន់ថាប៉េងប៉ោះវាបង្កើនរសជាតិជូរមួយយ៉ាងដែលជូរនឹងជួយឲ្យពេលយើងដាក់ក្រូចឆ្មាទៅវាកាន់តែរសជាតិឆ្ងាញ់ហើយស្ករត្នោតផ្អែមមុតហើយឈ្ងុយពុកម៉ែបងប្អូនប្រើស្ករសក៏បានដែរហើយបន្ទាប់ពីយើងដាក់ស្ករហើយគឺនាងខ្ញុំដាក់ប្រភេទគ្រឿងដែលនាងខ្ញុំទិញពីផ្សារដែលគេលាយស្រាប់ឲ្យយើងស្រាប់ហើយហ្នឹងគឺដាក់មកល្មមសិនយើងភ្លក់មើលសិនពុកម៉ែបងប្អូនយើងសំខាន់យើងលាយជាគ្រឿងកាពិគ្រឿងអីដែលគេមានដាក់ក្នុងគេហៅថាដបនឹងហើយលាយជាមួយស្ករក្រូចឆ្មាដាក់ហើយយើងភ្លក់មើលបើសិនជារសជាតិដែលយើងចង់បានឬក៏រសជាតិដែលយើងចូលចិត្តនឹងហើយគឺយើងអាចយកល្ហុងដែលយើងសាប់ហ្នឹងយកមកដាក់ចូលគ្នាពុកម៉ែបងប្អូនសំខាន់ធ្វើម៉េចឲ្យស្ករត្នោតរបស់យើងនឹងរលាយសិនមុនពេលយើងដាក់បន្លែចូលហើយភ្លក់នាងខ្ញុំចូលចិត្តរសជាតិផ្អែមបន្តិចហឹរបន្តិចហើយប្រៃតិចហើយរសជាតិនេះគឺល្មមដូចជាអ្វីដែលនាងខ្ញុំបានបង្ហាញពុកម៉ែបងប្អូនគឺយើងយកល្ហុងយកមកលាយគ្រឿងសិនមុនពេលយកគេហៅថាត្បាល់គ្រឿងយកមកជុំពីលើតិចហើយនៅក្នុងហ្នឹងពេលដែលយើងបុកហើយយើងញ៉ាំភ្លាមតែម្ដងក៏បានឬក៏យើងទុកបានហើយសម្រាប់ល្ហុងបុកល្ហុងនៅសល់ពុកម៉ែបងប្អូនអាចទុកក្នុងទូទឹកកកបានមួយយប់ទៀតយើងអាចញ៉ាំបានសម្រាប់ការបុកល្ហុងខ្លួនឯងដោយសារតែយើងដាក់គ្រឿងល្អហើយក៏ដូចជាយកល្ហុងស្រស់យកមកធ្វើបែបនេះគឺយើងអាចទុកបានមួយយប់អត់មានបញ្ហាទេហើយគ្រាន់ថាពេលយើងទុកវាសាច់ល្ហុងវាទន់អញ្ចឹងណាបើយើងបុកភ្លាមញ៉ាំភ្លាមឆ្ងាញ់ពុកម៉ែបងប្អូនឥឡូវនេះនាងខ្ញុំបានបុកល្ហុងរួចរាល់ហើយមុនពេលដែលនាងខ្ញុំបុកល្ហុងហ្នឹងគឺនាងខ្ញុំយកស្លាបមាន់ទៅដុតនៅក្នុងម៉ាស៊ីនដុតនំម៉ាស៊ីនដុតនំគេហៅ oven អាហ្នឹងគេដុតនំក៏បានដុតជាស្លាបមាន់ជាប្រភេទអាហារប្រភេទដុតហ្នឹងគឺនាងខ្ញុំប្រើនៅចង្ក្រានដុតហ្នឹងហើយនៅក្នុងហ្នឹងនាងខ្ញុំក៏មកបង្ហាញពីការរៀបចំប្រឡាក់សាច់ទាំងអស់ដែលនាងខ្ញុំ
នឹងមកបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាហើយនៅក្នុងនឹងផងដែរពេលដែលយើងកាត់សាច់មាន់ជាចំណៀកតូចៗអញ្ចឹងវាធ្វើឲ្យគ្រឿងរបស់យើងពេលយើងប្រឡាក់ទៅវាចូលជាតិលឿនណាហើយវាចេញជារាងស្អាតផងដែរពុកម៉ែបងប្អូនអញ្ចឹងយើងដាក់ជាប្រភេទរ៉ូឌីខ្នុរក៏បានហើយទឹកស៊ីអ៊ីវមើលពីចំនួនសាច់របស់យើងបើសាច់រៀងផាជីចន្លោះ4ខាំអីប្រើទឹកស៊ីអ៊ីវចំនួន2ស្លាបព្រាហើយមានប្រភេទទឹកស៊ីអ៊ីវមកប្រភេទទៀតដែលនេះខ្ញុំប្រើដែលវាជួយឲ្យសាច់យើងនឹងវាមានពណ៌ស្អាតហើយសាច់វាមានរសជាតិផ្អែមថែមទៀតយើងអត់បាច់ប្រើស្ករទេពេលយើងប្រើទឹកស៊ីអ៊ីវនេះគឺល្មមគឺរសជាតិរបស់វាឆ្ងាញ់ណាដោយសារតែសាច់យើងប្រឡាក់យើងកុំប្រឡាក់ឲ្យវាប្រៃពេកនេះខ្ញុំអត់ប្រើទឹកត្រីដោយសារអីទឹកត្រីវាក្លិនវារៀងខ្លាំងហើយវាអាចធ្វើឲ្យសាច់នឹងរៀងប្រៃដែរហើយនេះជាជម្រើសពុកម៉ែបងប្អូនបើសិនជាពុកម៉ែបងប្អូនចង់ដាក់ទឹកត្រីជំនួសទឹកស៊ីអ៊ីវក៏បានដែរប៉ុន្តែទឹកស៊ីអ៊ីវនេះខ្ញុំអត់ប្រើស្ករទេបន្ទាប់ពីប្រឡាក់សាច់ហ្នឹងយើងអាចទុក1ម៉ោងបន្ទាប់ពីយើងច្បាច់សាច់ឲ្យចូលជាតិតាំងពីរ៉ូឌីទឹកស៊ីអ៊ីវដែលនេះខ្ញុំបង្ហាញដោយក្នុងរូបភាពដែលពុកម៉ែបងប្អូនបានឃើញនឹងហើយបន្ទាប់មកយើងយកគេហៅថាយកកណាត់មកគ្របទុករយៈពេល1ម៉ោងមុនពេលយើងយកសាច់ហើយយើងប្រឡាក់ហ្នឹងយកទៅដាក់នៅក្នុងម៉ាស៊ីនដុតហើយដូចជាអ្វីដែលពុកម៉ែបងប្អូនគឺនេះខ្ញុំមើលថាតើគ្រឿងចូលសពនៅបើសិនជាគ្រឿងចូលសពហើយគឺនេះខ្ញុំយកវាមកដុតនេះគឺជាសាច់ដែលគិតឆ្អិនហើយពុកម៉ែបងប្អូនឥឡូវនេះបុកល្ហុងក៏រួចរាល់សាច់មាន់ក៏រួចរាល់ហើយសូមអរគុណពុកម៉ែបងប្អូនសម្រាប់ការចំណាយពេលទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយនេះជាការធ្វើម្ហូបបែបងាយៗនៅក្នុងផ្ទះបាយរបស់នាងខ្ញុំហើយក៏សូមអរគុណសម្រាប់ពុកម៉ែបងប្អូនក្នុងការជួយគាំទ្រតាមរយៈការ Subscribe ឬក៏ភាសាខ្មែរថាជាវហើយក៏ដូចជាអរគុណពុកម៉ែបងប្អូនដែលបានជួយ comment ឬក៏បញ្ចេញមតិនៅក្នុងវីដេអូរបស់នាងខ្ញុំផងដែរជួបគ្នានៅវីដេអូខាងក្រោយទៀត